សញ្ញាមន្តត្រូវបានបាញ់បាទថ្ងៃនេះយើងបារម្ភទាំងព្រឹកនៅផ្ទះកុំបារម្ភអីថ្ងៃនេះលក់ដាច់ខ្លាំងទំនិញជាងពាក់កណ្ដាលដែលខ្ញុំបាននាំមកត្រូវបានលក់ចេញហើយសល់ត្រូវបានរៀបចំហើយនោះជាការល្អនោះជាការល្អគិតពេញមួយពេលបើរបស់មិនលក់ខ្ញុំពិតជាគ្មានការខ្មាស់អៀនក្នុងការទទួលយកប្រាក់ខែនេះទេអ្នកគិតច្រើនពេកហើយប្រសិនបើអ្នកបង្កើតរបស់ល្អហើយដាក់កម្លាំងពលកម្មពិតប្រាកដអ្នកគួរតែទទួលបានប្រាក់ខែ5ថ្ងៃនេះជាប្រាក់ខែរបស់អ្នក5ថ្ងៃនៃការងារសម្រាប់មនុស្ស4នាក់អ្នកអាចរកវាដោយខ្លួនឯងហើយមើលថាតើលេខត្រឹមត្រូវឬអត់អ្វីដែលត្រូវធ្វើជាមួយវីដេអូដែលនៅសល់តើអ្នកនៅតែត្រូវការជំនួយរបស់យើងទេបើវីដេអូដែលនៅសេសសល់មិនត្រូវរក្សាទុកក្នុងក្រុងទេយើងនឹងលក់វាទៅយើងនឹងរកអ្នកណាម្នាក់ដើម្បីយកទំនិញហើយឲ្យពួកគេទៅភូមិផ្សេងជុំវិញដើម្បីលក់ឲ្យពួកគេរកអ្នកលក់នៅភូមិឲ្យទំនិញទៅអ្នកដទៃហើយឲ្យគេលក់បាត់ចាស់សូមចុះឈ្មោះឲ្យបានច្បាស់លាស់នៅពេលអ្នកទទួលទំនិញបន្ទាប់ពីទំនិញត្រូវបានលក់យើងនឹងចេញថ្លៃដឹកជញ្ជូនយើងនឹងចំណេញប៉ុន្មានកាក់តិចហើយទុកឲ្យអ្នកដែលរត់គេចពីទំនិញក៏អាចរកចំណូលពិបាកខ្លះដែរគេចេញតើអ្នកគិតថាក្មួយប្រុសរបស់ខ្ញុំសំរុំទេគ្រួសារខ្ញុំនៅភូមិ12ក្មួយប្រុសរបស់ខ្ញុំជាច្រើនអ្នកអាចរត់ចេញហើយស៊ូទ្រាំនឹងការលំបាកបើទោះជារកប្រាក់តិចក៏ល្អជាងនៅក្នុងស្រែហើយខំប្រឹងធ្វើការមិនអីទេខ្ញុំបានកំណត់ច្បាប់ឲ្យអ្នកច្បាស់ហើយបើគេសុខចិត្តឲ្យគេមកយកទំនិញឲ្យបានឆាប់បន្ទាប់ពីបាច់នេះត្រូវបានលក់វាអាស្រ័យលើរបៀបដែលក្រុមគ្រួសាររបស់ខ្ញុំរៀបចំបាច់បន្ទាប់ផងដែរតើខ្ញីអាចរើសយកមកលក់បានទេចង់ទៅដែរទេត្រឹមត្រូវខ្ញុំនាំកូនប្រសាប្រុសច្បងទៅជាមួយហើយទៅភូមិមួយពេលព្រឹកនឹងរសៀលដោយមិនបង្អង់យូរត្រឡប់ទៅផ្ទះធ្វើម្ហូបខ្ញុំអាចរកចំណូលបានបន្តិចមិនអីទេអ្នកអាចរៀបចំដោយខ្លួនឯងបានជាការពិតណាស់ខ្ញុំជឿអ្នកប៉ុន្តែបើនិយាយពីលុយវិញយើងនៅតែធ្វើតាមច្បាប់វិធីនេះវានឹងងាយស្រួលសម្រាប់យើងក្នុងការគ្រប់គ្រងនៅពេលអ្នកផ្សេងមកយកទំនិញនៅពេលអនាគតនោះគួរតែជាបន្ទាប់មកខ្ញុំនឹងត្រឡប់ទៅមុនខ្ញុំត្រូវរកអ្នកណាម្នាក់ដើម្បីឲ្យម្ដាយក្មេករបស់ខ្ញុំឲ្យបានលឿនខ្ញុំចង់បានការចង់សក់ទាំង10នេះផ្ដល់ឲ្យខ្ញុំនៅថង់ទាំងនេះចំនួន10និងថង់តូចមួយនេះឥឡូវនេះបរិមាណនិងតម្លៃគឺខាងលើអ្នកដាក់ស្នាមមេដៃនៅទីនេះមានវិធីរកលុយតើចង់ធ្វើជាមួយគ្នាទេវិធីរកលុយគ្រួសារជាកំពុងស្វែងរកនរណាម្នាក់ដើម្បីយកគ្រឿងអលង្ការទៅកាន់ភូមិជុំវិញដើម្បីអាចយកទំនិញទៅលក់ដោយមិនបង់ប្រាក់មុនបានទេនៅពេលអ្នកទទួលបានទំនិញអ្នកចុះហត្ថលេខានិងសន្យាឲ្យអ្នកបង់ចំនួននៅពេលល្ងាចដោយផ្អែកលើបរិមាណដែលបានលក់ជាការពិតណាស់ចូលរត់ជាមួយគ្នាជាមុនសិនយើងអាចថែរក្សាគ្នាទៅវិញទៅមកនិងទទួលបានទំនិញកាន់តែច្រើនកូនប្រុសឲ្យយកខ្ញុំបាននាំហ៊ីសាយទៅឲ្យបងថ្លៃស្រីឲ្យយកតើយើងរៀបចំទំនិញប៉ុន្មានសូមក្រឡេកមើលលេខហើយចុចស្នាមមេដៃនៅទីនេះប្រសិនបើវាត្រឹមត្រូវវានៅតែឆាប់តោះទៅជំរុំអាវុធក្បែរនោះពី3ហើយសាក់លបងវាចាំមើលថាថ្ងៃនេះលក់បានប៉ុន្មានមើលពីរបៀបដែលខ្ញុំបានដោះស្រាយវាឥឡូវនេះតើដំណើរការត្រឹមត្រូវទេបាទអ្នកបានធ្វើការងារបានល្អហើយស៊ុបសណ្តែកអាចដឹកជញ្ជូនបានមិនអីទេខ្ញុំនឹងទៅយកអឺស្រុងចេញតោះទៅអាយុអ្នកនៅផ្ទះរងចាំគ្រួសារឡើយមកមិនអីទេម្ដាយអ្នកអាចទៅដោយស្រួលនៅទីនេះវាមកឈៀវជានៅទីនេះដើម្បីចែកចាយស៊ុបសណ្តែកមនុស្សគ្រប់រូបមានវាអូបន្ទាប់ពីខាងមួយដងរាងកាយទាំងមូលរបស់ខ្ញុំបានរស់ឡើងវិញវាពិតជាបំបត្តិការស្រេកទឹករបស់អ្នកស្រួលជាងផឹកទឹកស្ករការធ្វើការជាមួយគ្រួសារឈៀវមិនត្រឹមតែអ្នកនឹងទទួលបានសម្រាប់ផុតទេសំនឹងការងារនោះគឺថ្ងៃនេះខ្ញុំអត់នឿយហត់ពីការងារទេនៅពេលដែលអណ្ដាតនិងបេះដូងមានភាពកក់ក្ដៅការងារនឹងកាន់តែងាយស្រួលដោយធម្មជាតិមេភូមិខ្ញុំមានរឿងចង់ពិភាក្សាជាមួយអ្នកនិយាយចាប់ផ្ដើមនៅថ្ងៃស្អែកតើបេសកកម្មនឹងចាប់ផ្ដើមនៅក្នុងភូមិចេញយូរដែរទេត្រូវហើយវាជាពេលវេលានៃឆ្នាំអ្នកជួយសពថ្ងៃនេះសុទ្ធតែជាមនុស្សវ័យក្មេងនិងវ័យកណ្ដាលមកពីភូមិពេលវាបើកនៅថ្ងៃស្អែកខ្ញុំខ្លាចថានឹងមិនមានសល់ច្រើនទេស្ទើរតែខ្ញុំនៅតែមានដីរាប់សិបហិកតាសម្រាប់ដាំនៅរដូវស្លឹកឈើជ្រុះយ៉ាងហោចណាស់2ថ្ងៃទៀតប្រសិនបើអ្នកពន្យាពេលយូរអ្នកនឹងខកខានពេលវេលាដាំដូច្នេះខ្ញុំគិតថាកុំរំខានចៅវាយ2នាក់ជាមួយរឿង